ស្នែងក្របីឆ្នុកនាលនេះជីវិតអូដំបងដែលបងប្រុសម្នាក់ខ្ញុំស្គាល់គាត់ហ្នឹងតែគាត់តែងទៅរកស្នែងឲ្យខ្ញុំបងប្អូនបាទបង្ហាញបាទវីដេអូដើមទុកគាត់ជាអំណះអំណានសម្រាប់ការបង្ហាញជូនបងប្អូនទស្សនាបាទនេះដុំពកណាដុំពកដែលបិទទៅពីនៅចំរុនគូតហ្នឹងអញ្ចឹងតាក់ទងទៅនឹងស្នែងជុកនេះតតែដុំពកនោះបិទទៅចំរុនគូតទៅខ្ញុំយកនេះខ្ញុំនិយាយសម្រាប់ទៅខ្ញុំបាទទេបងប្អូនអាចជាស្រីបងប្អូនគិតយ៉ាងណាតាមស្រីរៀងខ្លួនឥឡូវហ្នឹងស្នែងបានមកដល់ដៃបងណាបាទនោះផ្នែកនៅដែលខ្ញុំថតបងថតនេះនៅផ្នែកខាងក្រោយដែលមានកញ្ចៅមកអូមទាំងសងខាងពីរបងណានេះហើយនោះនៅខាងមុខតែខាងមុខក៏មានកញ្ចៅមួយដែរហើយនេះដុំពកណាដុំពកនៅគល់កតុយបងប្អូនឃើញមិញហ្នឹងដែលបិទទៅវានៅចិត្តចំរុនគូតតែម្ដងចំណែកឯដុំពកមួយទៀតនោះបាទគឺវាអត់ចំទេអញ្ចឹងខ្ញុំនិយាយតែដុំពកដែលនៅចំរង្គូតទេបើហ្វិនជាដុំពកនេះវាអត់នៅចំរង្គូតនឹងខ្ញុំក៏មិនយកដែរបច្ចៈខ្ញុំនិយាយនេះនិយាយតែរបស់ខ្ញុំតែប៉ុណ្ណោះទេសម្រាប់អូនគិតយ៉ាងណាតាមស្រីខ្លួនបាទដុំពកបងឃើញមានពីរអាមួយចំរង្គូតមួយនោះចោលអត់ចំរង្គូតទេអញ្ចឹងខ្ញុំយកតែចំរង្គូតទេបើហ្វិនជាអត់មានចំរង្គូតគឺខ្ញុំបាត់មិនយកទេអញ្ចឹងខ្ញុំបង្ហាញទុកជាអំណះអំណានបងអូនទស្សនាអញ្ចឹងណាកាលណាតែខ្ញុំនិយាយថាស្នែងជ្រុកនាលតែខ្ញុំបង្ហាញតែស្នែងអត់បង្ហាញផោះតាំងអំណះអំណានពីដើមទីសម្បីតែខ្ញុំក៏ដោយបើសិនជាបងប្រុសគាត់ថាស្នែងជ្រុកនាលតែគាត់អត់បង្ហាញពីដុំពកដែលនៅចិត្តបិទចិត្តនៃរុនគូតកបីទេខ្ញុំបាទក៏មិនយកមកដែរតតែមានអូជាក់លាក់អញ្ចឹងព្រោះខ្ញុំត្រូវការជាក់លាក់ជាមួយបងប្អូនដែរដែលគាត់តែងតែពឹងពើរកខ្ញុំមួយឆ្លាក់កន្លងមកនេះសម្បីតែឆ្នែងបាទខោឃ្លៀច15បក់ដាច់លិខិតក៏ខ្ញុំមានវីដេអូដែរហើយបងប្រុសម្នាក់ហ្នឹងគាត់ដឹងចិត្តខ្ញុំថាខ្ញុំចិត្តធ្វើអ្វីច្បាស់លាស់អញ្ចឹងណាអត់ធ្វើអ្វីទៅចិត្តថាបន្លំមកៅទេតតែមានវីដេអូបញ្ជាក់ថាស្នែងហ្នឹងពិតជារបស់កបីនឹងមែនអាហ្នឹងបានខ្ញុំយកព្រោះខ្ញុំធ្វើការច្បាស់លាស់ជូនពុកម៉ែបងប្អូនដែលគាត់តែងគ្រប់ត្រូលដែលគាត់តែងពឹងពើខ្ញុំមួយឆ្លាក់បាទនេះស្នែងហ្នឹងបងណាបងប្អូនបានមើលឃើញដើមមិញហ្នឹងបងប្អូនមើលតាមចាក់ស្ដែងទៅបាទគឺស្នែងហ្នឹងបាទមកធំគួរសមដែរបងណានេះកាឡានៅខាងគល់ស្នែងហ្នឹងហើយតាក់ទងទៅនឹងរបស់ខ្ញុំយកមកខ្ញុំតែងតែមានបាទដាក់ផ្លែឈើថ្វាយទៅប្រកិច្ចទួចតាមជាស្រ័យអញ្ចឹងណាហើយស្នែងនេះមានពុកម៉ែបងប្អូនគាត់ចង់បានច្រើនគ្រូក៏ចង់បានច្រើនដែរស្នែងហ្នឹងប៉ុន្តែខ្ញុំបញ្ជាក់ខ្ញុំគ្រាន់តែទុកឆ្លាក់ជាតួអង្គអញ្ចឹងចែករំលែកជូនបងប្អូនដែលគាត់តែងតែស្លាញ់លោកអាខ្ញុំតែតតែងតែគាត់ជឿជាក់លើខ្ញុំអញ្ចឹងណាពូប្អូនខ្ញុំបង្ហាញអញ្ចឹងខ្ញុំបង្ហាញជាក់លាក់ពីរបស់អញ្ចឹងទុកជាចំណុចចិត្តទាំងសងខាងធម្មតាបើខ្ញុំនិយាយតែមាត់តែអត់មានផោះតាំងអត់មានណាបង្ហាញស្បែកខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់ជឿដែរកុំថាឡើយបងប្អូនអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើឲ្យចិត្តជាក់លាក់ច្បាស់លាស់ដើម្បីបងប្អូនយកទៅដូចថារបស់ហ្នឹងបងប្អូនពេញចិត្តចង់បានហើយអញ្ចឹងរបស់ខ្ញុំមានហ្នឹងជាតម្រូវការបងប្អូនយកទៅគឺដោយអស់ចិត្តអស់ចម្ងល់អញ្ចឹងណាហើយតាក់ទងទៅនឹងស្បែកមានបងប្រុសម្នាក់ដែលគាត់ធ្វើគ្រូដែរគាត់សុំបាទយកទៅរត់ថែសារហើយខ្ញុំក៏បាទគាត់មានជាសទ្ធាជូនខ្ញុំហ្នឹងសទ្ធានោះខ្ញុំនឹងយកទៅជូនចាស់តតអស់